បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះវិលមកជួបខ្ញុំជាមួយនឹងคลิปសំណួរចម្លើយចំណេះដឹងទូទៅសម្រាប់ការប្រឡងជ្រើសរើសមន្ត្រីក្របខ័ណ្ឌនគរបាលជាតិឆ្នាំ2018សំណួរទី1នគរបាលជាអ្វីនគរបាលគឺជាអ្នកប្រតិបត្តិទទួលបន្ទុកបង្ការដោះស្រាយនិងបង្ក្រាបអំពើចលាចលផ្សេងៗក្នុងគោលដៅបម្រើជូនប្រជាជននៅសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈនិងផ្ដល់សេវាកម្មសាធារណៈទូទៅដែលបានចែងកំណត់យ៉ាងច្បាស់ទៅតាមអង្គភាពទទួលបន្ទុកគ្រប់គ្រងដោយម្ដេចដែលហៅថាប្រជាការពារប្រជាការពារគឺជាប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចូលរួមសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្នុងការការពារសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពឲ្យកាន់តែរឹងមាំជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនតើប្រការអ្វីខ្លះដែលនគរបាលត្រូវយល់ដឹងក្នុងការអនុវត្តតួនាទីរបស់ខ្លួនឲ្យបានល្អនគរបាលត្រូវយល់ដឹងអំពីជំនាញពាក់ព័ន្ធច្បាប់រដ្ឋធម្មនុញ្ញក្រមព្រហ្មទណ្ឌក្រមនីតិព្រហ្មទណ្ឌក្រមរដ្ឋប្បវេណីក្រមនីតិរដ្ឋប្បវេណីសិទ្ធិមនុស្សគោលការណ៍គោលនយោបាយរបស់រដ្ឋាភិបាលនិងច្បាប់ផ្សេងព្រោះនគរបាលគឺជាកម្លាំងប្រតិបត្តិច្បាប់មានសិទ្ធិអំណាចបង្ខំឲ្យមនុស្សទូទៅគោរពច្បាប់នគរបាលត្រូវធ្វើជាគំរូដ៏ល្អក្នុងការគោរពច្បាប់នគរបាលត្រូវមានជំនាញច្បាស់លាស់ក្នុងតួនាទីដែលខ្លួនទទួលខុសត្រូវនគរបាលត្រូវចេះបច្ចេកទេសអន្តរាគមន៍វឹកហាត់បានស្ទាត់ជំនាញទាំងនីតិវិធីប្រតិបត្តិការក្បាច់គុណកាយសម្បទាបញ្ញាស្មារតីនិងការយល់ច្បាស់អំពីកលៈទេសៈណាដែលអាចប្រើប្រាស់អាវុធបានក្រមសីលធម៌របស់មន្ត្រីនគរបាលជាតិមានអ្វីខ្លះធ្វើត្រឹមត្រូវតាមច្បាប់ទទួលខុសត្រូវក្នុងកម្រិតខ្ពស់គោរពនិងការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិរក្សាលើកកម្ពស់សិទ្ធិមនុស្សប្រើកម្លាំងក្នុងករណីចាំបាច់និងក្នុងពេលបំពេញភារកិច្ចតែប៉ុណ្ណោះត្រូវរក្សានិងការពារការសម្ងាត់របស់ជាតិក្រសួងនិងអង្គភាពរបស់ខ្លួនមិនប្រព្រឹត្តអំពើឃោរឃៅប្រមាថមើលងាយដោយមិនសមហេតុផលជួយអប់រំនិងថែរក្សាសុខភាពជនជាប់ឃុំមិនប្រព្រឹត្តអំពើពុករលួយហ៊ានរាយការណ៍ប្រសិនបើឃើញមានអំពើល្មើសច្បាប់ល្មើសវិន័យកាតព្វកិច្ចអកប្បកិរិយារបស់មន្ត្រីនគរបាលជាតិមានអ្វីខ្លះ1ត្រូវមានភក្តីភាពចំពោះជាតិសាសនាព្រះមហាក្សត្រចំណុច2ត្រូវគោរពនិងអនុវត្តដោយស្មោះត្រង់តាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលចំណុច3បម្រើផលប្រយោជន៍ប្រជារាស្ត្រនិងមានស្មារតីបំពេញការងារគ្រប់ពេលវេលាទាំងអស់ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ដោយសច្ចយុត្តិធម៌ចំពោះច្បាប់និងបទបញ្ជាផ្សេងប្រកបដោយអាកប្បកិរិយាស្លូតបូតសុភាពរាបសារនិងថ្លៃថ្នូរត្រូវបង្កើតនូវភាពប៉ិនប្រសប់ភាពវាងវៃនិងភាពរហ័សរហួនត្រូវស្មោះត្រង់ចំពោះអង្គភាពថ្នាក់លើនិងសហការីរបស់ខ្លួនត្រូវមានអព្យាក្រឹតភាពក្នុងសកម្មភាពការងារមិនត្រូវប្រើប្រាស់មុខងាររបស់ខ្លួនឬសម្ភារៈរបស់រដ្ឋដើម្បីបម្រើឬប្រឆាំងនឹងសកម្មភាពរបស់គណៈបកណាមួយឡើយហាមដាច់ខាតការចូលបនល្បែងស៊ីសងដោយគ្មានភារកិច្ចគុណធម៌សម្រាប់មន្ត្រីនគរបាលជាតិមានអ្វីខ្លះត្រូវមានចិត្តមេត្តាចិត្តករុណាមានភាពអត់ធន់អធ្យាស្រ័យចេះជួយគ្នាមិនបង្កទំនាស់ឬអុចអាលឲ្យបែកបាក់ឬបង្កើតជាបពុនិយមត្រូវចេះគួរសមរស់រាយរាក់ទាក់ត្រូវមានកិច្ចសហការឬសាមគ្គីភាពរវាងគ្នានឹងគ្នាត្រូវមានការត្រិះរិះពិចារណាប្រកបដោយវិចារណញ្ញាណមានលក្ខណៈត្រឹមត្រូវអាចជឿទុកចិត្តបានតើឋានានុក្រមមន្ត្រីនគរបាលជាតិមានប៉ុន្មានឋានានុក្រមមន្ត្រីនគរបាលជាតិមាន4 1នាយនគរបាលថ្នាក់ឧត្តមសេនីយ៍
មានឋានន្តរស័ក្តិមាន4គឺនាយឧត្តមសេនីយ៍ឧត្តមសេនីយ៍ឯកឧត្តមសេនីយ៍ទូលឧត្តមសេនីយ៍ត្រីនាយកនគរបាលជាន់ខ្ពស់មានឋានន្តរស័ក្តិមាន3គឺវរសេនីយ៍ឯកវរសេនីយ៍ទូលវរសេនីយ៍ត្រីនាយនគរបាលមានឋានន្តរស័ក្តិមាន4គឺអនុសេនីយ៍ឯកអនុសេនីយ៍ទូលអនុសេនីយ៍ត្រីនាយចំណងនាយនគរបាលរងមានឋានន្តរស័ក្តិមាន5គឺព្រឹទ្ធបាលឯកព្រឹទ្ធបាលទូលព្រឹទ្ធបាលត្រីពលបាលទូលពលបាលត្រីតារចនាសម្ព័ន្ធចំណុះឲ្យអគ្គស្នងការនគរបាលជាតិមានលក្ខណៈដូចម្ដេចអ្នកដឹកនាំមានឋានៈជាអគ្គស្នងការនគរបាលជាតិមានឋានៈស្មើអគ្គនាយកស្ថិតនៅក្រោមចំណុះក្រសួងមហាផ្ទៃរចនាសម្ព័ន្ធចំណុះឲ្យអគ្គស្នងការនគរបាលជាតិមានសេនាធិការដ្ឋាននាយកដ្ឋានកណ្ដាលចំនួន5និងមាននាយកដ្ឋានតូចៗចំនួន1ចំនួនទៀតប្រធាននាយកដ្ឋានកណ្ដាលមានឋានៈស្មើអគ្គនាយករងអនុប្រធាននាយកដ្ឋានកណ្ដាលមានឋានៈស្មើប្រធាននាយកដ្ឋានប្រធាននាយកដ្ឋានធម្មតាមានឋានៈស្មើប្រធាននាយកដ្ឋានដដែលតើភូមិឃុំសង្កាត់មានសុវត្ថិភាពមានគោលការណ៍ប៉ុន្មានចំណុចអ្វីខ្លះភូមិឃុំសង្កាត់មានសុវត្ថិភាពមានគោលការណ៍9ចំណុចដូចខាងក្រោមចំណុច1គ្មានសកម្មភាពឆក់ប្លន់គ្រប់ប្រភេទចំណុច2គ្មានការដាំដុះការផលិតការចរាចរណ៍ការជួញដូរការចែកចាយនិងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំណុច3គ្មានអំពើអនាចារការជួញដូរស្ត្រីនិងកុមារនិងអំពើហិង្សាក្នុងគ្រួសារចំណុច4គ្មានក្មេងទំនើងចំណុច5គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទការប្រើប្រាស់អាវុធខុសច្បាប់និងបទល្មើសគ្រប់ប្រភេទចំណុច6គ្មានគ្រោះថ្នាក់ចរាចរណ៍ចំណុច7គ្មានគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំណុច8មានវិធានការទប់ស្កាត់គ្រប់គ្រាន់ទប់ស្កាត់គ្រប់គ្រងនិងឆ្លើយតបចំពោះគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព10គ្មានការត្រួតពិនិត្យខុសច្បាប់ចឹងភូមិឃុំមានសុវត្ថិភាពគឺមាន9ចំណុចនិងគោលការណ៍ភូមិឃុំសង្កាត់មានសុវត្ថិភាពគឺមាន9ចំណុចចូលសំណួរបន្តតើប្រជាពលរដ្ឋម្នាក់មានកាតព្វកិច្ចអ្វីខ្លះក្នុងការក្នុងការចូលរួមចំណែកការពារសន្តិសុខចំណុច1ត្រូវគោរពយ៉ាងខ្ជាប់ខ្ជួននៅច្បាប់ប្រទេសរបស់ខ្លួនឲ្យបានត្រឹមត្រូវត្រូវរាយការណ៍ពីកន្លែងដាក់ខ្លួនរបស់ជនខិលខូចអក្រិតជនត្រូវទូរស័ព្ទទៅកម្លាំងសមត្ថកិច្ចបានដឹងពីកន្លែងដាក់ខ្លួននិងលក់គ្រឿងញៀនត្រូវហ៊ាននិយាយការពិតពីអ្វីដែលកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនត្រូវសហការជាមួយអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អស្ម័គ្រចិត្តធ្វើជាប្រជាការពារនិងទប់ស្កាត់រាល់បទល្មើសដែលខ្លួនអាចធ្វើបានចឹងប្រជាពលរដ្ឋម្នាក់មានកាតព្វកិច្ចចូលរួមចំណែកការពារសន្តិសុខហ្នឹងគឺមាន2 4 6គឺមាន6ចំណុចហ្នឹងឯងឥឡូវចូលបន្ទាប់ទៀតតើរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបង្កើតឡើងនៅថ្ងៃខែឆ្នាំណារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបង្កើតឡើងនៅថ្ងៃទី2ធ្នូឆ្នាំ1978រណសិរ្សនេះត្រូវបានបង្កើតឡើងក្នុងគោលដៅផ្ដួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហមនៅលើទឹកដីកម្ពុជាចន្លោះពីឆ្នាំ1975
ដល់ឆ្នាំ1979តើប្រទេសកម្ពុជាទទួលបានឯករាជ្យពេញបរិបូរណ៍ពីបារាំងនៅថ្ងៃខែឆ្នាំណាប្រទេសកម្ពុជាទទួលបានឯករាជ្យពេញបរិបូរណ៍ពីបារាំងនៅថ្ងៃទី9វិច្ឆិកាឆ្នាំ1953តើការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី6ធ្វើឡើងនៅថ្ងៃខែឆ្នាំណាមានប៉ុន្មានគណៈបកនយោបាយចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី6ធ្វើឡើងនៅថ្ងៃទី29ខែកក្កដាឆ្នាំ2018បន្តទៀតការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី6ធ្វើឡើងនៅថ្ងៃទី29ខែកក្កដាឆ្នាំ2018ដែលមានចំនួន20គណៈបកនយោបាយចូលរួមប្រកួតប្រជែងតើសមាជិកភាពសមាជិករាជរដ្ឋាភិបាលអាណត្តិទី6បង្កើតឡើងនៅថ្ងៃខែឆ្នាំណាសមាជិកភាពសមាជិករាជរដ្ឋាភិបាលអាណត្តិទី6ត្រូវបានបង្កើតឡើងនៅថ្ងៃទី6ខែកញ្ញាឆ្នាំ2018តើសមាជិកភាពសមាជិករាជរដ្ឋាភិបាលអាណត្តិទី6មានចំនួនប៉ុន្មានរូបសមាជិកភាពសមាជិករាជរដ្ឋាភិបាលអាណត្តិទី6មានចំនួន46រូបនាយករដ្ឋមន្ត្រី1រូបឧត្តមឧបនាយករដ្ឋមន្ត្រីចំនួន10រូបទេសរដ្ឋមន្ត្រី17រូបរដ្ឋមន្ត្រី18រូបសំណួរបន្ទាប់វិញ្ញាសាមុខងារសាធារណៈតើមន្ត្រីរាជការស៊ីវិលជាអ្វីមន្ត្រីរាជការស៊ីវិលជាមន្ត្រីរាជការដែលស្ថិតនៅក្រោមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលសំណួរទី2តើក្រសួងស្ថាប័នណាដែលគ្រប់គ្រងទិន្នន័យមន្ត្រីរាជការស៊ីវិលក្រសួងមុខងារសាធារណៈសំណួរបន្ទាប់តើអតីតភាពសម្រាប់ឡើងថ្នាក់ជូនមន្ត្រីរាជការស៊ីវិលមានរយៈពេលប៉ុន្មានមានរយៈពេល2ឆ្នាំតើមន្ត្រីរាជការស៊ីវិលគ្រប់ប្រភេទក្របខ័ណ្ឌត្រូវកំណត់ឲ្យចូលនិវត្តន៍នៅអាយុប៉ុន្មាននៅអាយុ60តើគុណសម្បត្តិនៃឥរិយាបថមន្ត្រីរាជការមានអ្វីខ្លះគឺភក្តីភាពមនសិការវិជ្ជាជីវៈឆន្ទៈម្ចាស់ការវប្បធម៌សេវាសាធារណៈគោរពឋានានុក្រមទឹកចិត្តមោះមុតភក្តីភាពចម្លើយកនិងខត្រឹមត្រូវហ្នឹងហើយបានថាចម្លើយពីរខាងលើត្រឹមត្រូវភក្តីភាពមនសិការវិជ្ជាជីវៈឆន្ទៈម្ចាស់ការវប្បធម៌សាធារណៈសំណួរបន្ទាប់តើអភិបាលនៃគណៈអភិបាលរាជធានីខេត្តត្រូវតែងតាំងដោយអ្វីតែងតាំងដោយព្រះរាជក្រឹត្យតើអភិបាលនៃគណៈអភិបាលក្រុងស្រុកខណ្ឌត្រូវតែងតាំងដោយអ្វីតែងតាំងដោយអនុក្រឹត្យតើរដ្ឋមន្ត្រីក្រសួងស្ថាប័នត្រូវតែងតាំងដោយអ្វីតែងតាំងដោយព្រះរាជក្រឹត្យសំណួរបន្ទាប់តើមន្ត្រីរាជការស៊ីវិលអាចចូលនិវត្តន៍បាននៅពេលមានអតីតភាពចាប់ពីប៉ុន្មានឆ្នាំទៅចាប់ពី30ឆ្នាំឡើងមន្ត្រីរាជការស៊ីវិលអាចសុំចូលនិវត្តន៍បាននៅពេលដែលមានអតីតភាពចាប់ពីប្រមាណឡើងទៅ30ឆ្នាំឡើងទៅសំណួរបន្តសំណួរចុងក្រោយតើព្រះរាជក្រឹត្យត្រូវបានបែងចែកជាលក្ខណៈអ្វីខ្លះជាបទបញ្ជាទូទៅនិងឯកតភូតបាទសូមអរគុណសម្រាប់ការស្ដាប់បើយកចិត្តទុកដាក់ខុសឆ្គងលឺលួចយ៉ាងណាខន្តីអធ្យាស្រ័យសូមជម្រាបលាសំណាងល្អសុខភាពល្អទាំងអស់គ្នា